បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះគឺយើងសិក្សាបន្តការពីមេរៀនមុនទៀតដែលយើងបានសិក្សារួចមកហើយទាក់ទងនឹងការរៀបចំនេះទាក់ទងជាមួយនឹង drawing របស់យើងណាដែលយើងបានគូសហើយយើងបានតែបានរៀបចំទាក់ទងជាមួយនឹង section មួយចំនួននេះដូចជាយើងបានធ្វើនៅជាន់ G ណាយើងបានធ្វើនៅជាន់ G ជាងបានធ្វើនៅជាន់ G អញ្ចឹងហើយនៅក្នុងវីដេអូហ្នឹងយើងនឹងមកបន្តការងាររបស់យើងទៀតដែលពួកយើងនឹងធ្វើការតាក់ទងជាមួយនឹង subject tank ណាយើងនឹងធ្វើការតាក់ទងជាមួយ subject tank អញ្ចឹងតាក់ទងជាមួយនឹង subject tank គឺខ្ញុំបានបញ្យល់ហើយតាក់ទងនឹងការ detail មិនអញ្ចឹងណាបងប្អូនដែលអត់ទាន់បានទស្សនាបងប្អូនអាចចូលទៅទស្សនារបស់ admin បានបងប្អូនអាចចូលទៅទស្សនានៅ channel របស់ admin បានណាadmin បានបញ្យល់ការពីវីដេអូមុនហើយដែលយើងតាក់ទងជាមួយនឹងការងារ detail subject tank ណាអូខេអញ្ចឹងឥឡូវយើងកុំបើកខាត់ពេលយើងចូលទៅការងារ subject tank យើងតែម្ដងទៅអញ្ចឹងខ្ញុំសូមបញ្យល់តិចតាក់ទងជាមួយនឹង subject tank គឺយើងមានច្រើនណាគឺយើងមានច្រើនតាក់ទងជាមួយនឹង subject tank ដែលមានជាប្រភេទ treatment ជាប្រភេទជាធម្មតាណាជាលក្ខណៈធម្មតាហើយយើងមាន treatment ដែលយើងត្រូវ comply ជាមួយក្រសួងអញ្ចឹងណាហើយមួយទៀតតកតងជាមួយនឹងដែលយើងហៅថា septic base port ណាយើងហៅថា septic base port ហ្នឹងមានន័យថាមិនមានន័យថា septic base port ដែលធម្មតាយើងអត់ហើយ comply treatment ដោយក្រសួងនៅក៏ប៉ុន្តែ base port ហ្នឹងនៅក្នុងសភៅរបស់ក្រសួងក៏ខាងក្រសួងគាត់បានចេញដែរថាទំហំផ្ទះប៉ុណ្ណាហើយចំនួនមនុស្សប៉ុណ្ណា septic ប៉ុណ្ណាអញ្ចឹងណាអូខេយើងក៏បើកខាត់ពេលយើងចូលមកធ្វើការងារយើងបន្តទៀតទៅអញ្ចឹងយើងធ្វើការ detail នៅជាន់ G ណាចំពោះ septic យើងគឺវាត្រូវនៅ underground អូខេអញ្ចឹងខ្ញុំសូមយក section 1អូខេខ្ញុំសូមយក section 1ខ្ញុំដាក់នៅត្រង់ចំណុចនេះមួយសិនណាអូខេខ្ញុំយកមកត្រង់ចំណុចនេះហើយខ្ញុំសូមទៅឆែក view តិចណាចឹងខ្ញុំសូមទម្លាក់ scale នេះហើយខ្ញុំតែងតែបញ្យល់ណាខ្ញុំតែងតែបញ្យល់ថាតើតើមួយ scale អញ្ចឹងខ្ញុំឧទាហរណ៍មួយណាកាលពីវីដេអូមុនក៏ admin បានបញ្យល់ឲ្យដែរតើតើមួយ scale ណាអញ្ចឹងឧទាហរណ៍ថានៅឡើយនេះឃើញទេចឹងឡើយនេះ scale នេះគឺ 1.5 ណាពេលដែលយើងគុណជាមួយនឹង scale actual នៅក្នុង drawing គឺ scale សំទោសតើតើមួយ text នេះគឺ auto អញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាខ្ញុំយក scale 1/50 ណាឃើញទេអញ្ចឹងតើតើជាមួយនឹងយើងហៅថា symbol ចុះស្រួលយល់អ្នកនរគ្នាណាតើតើមួយ symbol ឬក៏តើតើជាមួយនឹងការងាររបស់យើងហ្នឹងដែលយើងចងជាមួយនឹង scale គឺវា load auto ឲ្យយើងមានន័យថាវា break prome ទំហំតាមយើងយើងនិយាយងាយស្រួលប៉ុណ្ណឹងទៅអូខេអញ្ចឹងយើងមកកាត់ពេលយើងចូលទៅ detail របស់គ្នាអញ្ចឹងតើជាមួយនឹង detail គឺយើងប្រើជាប្រភេទ base port អូខេ base port ចំពោះផ្ទះទំហំផ្ទះប៉ុណ្ណេះខ្ញុំគាត់ថាក្រសួងឲ្យត្រឹមតែមនុស្សខ្ទង់18ចន្លោះទៅ20នាក់ទេអញ្ចឹងចន្លោះទី18ទៅ20នាក់ក្នុងសភៅក៏វាធំជាងគេហើយអញ្ចឹងក្រសួងគាត់ឲ្យធំដែរអញ្ចឹងខ្ញុំអាច select យកតែ3 mét kip ទៅអូខេអញ្ចឹង3 mét kip អញ្ចឹងខ្ញុំធ្វើការគូសទៅណាអញ្ចឹងខ្ញុំឆ្លនៅជាន់ G អូខេពេលដែលឆ្លជាន់ G ខ្ញុំសុំដូរកន្លែង display ខ្ញុំសុំដូរកន្លែង display មួយខ្ញុំដាក់ទៅជា coordination អូខេខ្ញុំសុំដូរកន្លែងនេះក៏ប៉ុន្តែត្រង់នេះពេលដែលបដូរឲ្យតើតើជាមួយនឹងទីយោរបស់យើងគឺយើងមិនអត់ឃើញទេអញ្ចឹងដើម្បីឲ្យឃើញទីយោខ្ញុំសុំបដូរកន្លែងនេះតិចណាអូខេខ្ញុំសុំដូរ HA ជ្រៅតិចខ្ញុំយកដូរ1ម៉ែត្រកន្លះណា
នៅត្រង់នេះក៏នៅតែអត់ទាន់ឃើញអូខេអញ្ចឹងយើងធ្វើការគូសទៅឬក៏ខ្ញុំយកមកអាកាតិចអាចនឹងឃើញអូខេអាកាតិចក៏អត់ឃើញដែរអញ្ចឹងខ្ញុំយក coordination ទៅអូខេខ្ញុំយក coordination មកណាអូខេបែបនេះណាហើយ view នេះក៏យើងបាន view ហើយដែរហើយនៅត្រង់នេះបងប្អូនអាចដាក់ none ក៏បានតែមិនបាច់ដាក់ none ទេគឺយើងយក drainage ធម្មតាទៅហើយខ្ញុំចុច OK អូខេនៅត្រង់នេះណានេះគឺនៅត្រង់នេះគឺយកទឹករបស់យើងអញ្ចឹងខ្ញុំធ្វើការគូស septic អញ្ចឹងគឺខ្ញុំបានយករួចរាល់អស់ហើយតែជាមួយនឹង wall មួយអីណាចំពោះបងប្អូនដែលមិនទាន់បានទស្សនាដូច admin និយាយអញ្ចឹងគឺចូលទៅទស្សនាទៅគឺបងប្អូនគ្រាន់តែចំណាយពេលទេចំពោះថវិកាអត់បងថវិកាអញ្ចឹងណាបងប្អូនចំណាយក្នុង10ទៅ20នាទីបងប្អូនអាចចាប់បានខ្លះតើតើជាមួយនឹង Revit plumbing របស់យើងអូខេចឹងខ្ញុំចូលមកwall អូខេក្នុង wall គឺមានពីរប្រភេទមាន wall architect និង wall structure ណាអញ្ចឹងខ្ញុំយក wall structure ហើយខ្ញុំយក100អូខេខ្ញុំយក100ហើយនៅត្រង់ចំណុចនេះខ្ញុំយកចុះទៅក្រោមអូខេអញ្ចឹងបងប្អូនគុណមកខ្ញុំយក3 mét kip ណាអញ្ចឹងខ្ញុំសូមធ្វើការគូសមួយសិនណាអូខេខ្ញុំសូមធ្វើការគូសមួយគឺខ្ញុំគូសត្រង់ចំណុចនេះណាខ្ញុំគូសត្រង់ចំណុចនេះខ្ញុំគូសត្រង់ចំណុចនេះហើយខ្ញុំគូសមកមុខប៉ុណ្នេះអូខេគឺបានបែបនេះណាហើយមកមួយទៀតខ្ញុំសូមធ្វើការគុណសិនគឺ3 mét kip ណាអូខេខ្ញុំធ្វើការគុណសិន3 mét kip គឺប្រមាណគុណប្រមាណអ្នកនរគ្នា3 mét kip ខ្ញុំយក3គុណ3ហើយគុណជម្រៅខ្ញុំយក1កន្លះ13ចឹងអត់ត្រូវទេខ្ញុំសុំឆេងវិញខ្ញុំយកបើយក2គុណ2ហ្មងបងប្អូនគ្នាទាំង2ដោយ2អូខេហើយគុណជម្រៅ1 ម៉ែត្រកន្លះ6 ម៉ែត្រគីបក្រសួងគេឲ្យយកជ្រៅជាង1 ម៉ែត្រកន្លះណាដល់ក្រសួងបងប្អូនដែលមានសភៅក្រសួងបងប្អូនអាចចូលទៅមើលបានណាអូខេអញ្ចឹងខ្ញុំគាត់ថា1 ម៉ែត្រកន្លះណា 1.5 គុណ 1.5 ហើយគុណនឹង 1.5 ទៀតអូខេនេះខ្ញុំគិតថាប៉ុណ្ណេះទៅអញ្ចឹងទៅតឹង1 ម៉ែត្រកន្លះអញ្ចឹង1 ម៉ែត្រកន្លះទំហំប៉ុណ្ណឹងគ្នាអញ្ចឹងខ្ញុំធ្វើការបន្តទៀតណាហើយយើងយកមកខ្ញុំគូសមកនេះ1 ម៉ែត្រកន្លះអ្នកនរគ្នាអញ្ចឹងនៅត្រង់នេះបើ1 ម៉ែត្រកន្លះអត់ចុះបងប្អូនអាចយកត្រឹម1 ម៉ែត្រមកណាយកត្រឹម1 ម៉ែត្រត្រឹមនេះអញ្ចឹងណាខ្ញុំគូសមកសិនអូខេបែបនេះហើយខ្ញុំសុំទៅមើល section អូខេខ្ញុំចូលមក section របស់យើងមកអូខេនេះត្រង់នេះតើតើជាមួយនឹងseptic របស់យើងណានេះ septic អញ្ចឹងជម្រៅគឺត្រឹមតែ6ទឹកឯងអញ្ចឹងយើងនៅខ្វះទៀតខ្ញុំអាចយកដកបានខ្ញុំយកដក1 ម៉ែត្រកន្លះណាប៉ុណ្ណេះមកខ្ញុំយកដក1 ម៉ែត្រកន្លះណាត្រង់នេះអត់ចោះទេអូខេអញ្ចឹងយើងអាចឆេងបាននេះខ្ញុំអាចឆេងនេះខ្ញុំអាចដកអូខេបាន1 ម៉ែត្រកន្លះគឺជ្រៅមែនតើណាគឺ1500គឺ1 ម៉ែត្រកន្លះជ្រៅហ្នឹងហើយ1 ម៉ែត្រកន្លះគឺជ្រៅអញ្ចឹងយើងឆែកឡើងវិញអញ្ចឹងខ្ញុំយកតែតឹង1 ម៉ែត្រហើយខ្ញុំគុណបដោយ1 ម៉ែត្រកន្លះហើយគុណនឹងជម្រៅ1 ម៉ែត្រកន្លះអញ្ចឹង2 ម៉ែត្រកន្លះអញ្ចឹងខ្ញុំយកតឹង1 ម៉ែត្រកន្លះហើយជម្រៅ1 ម៉ែត្រហើយបដោយ2 ម៉ែត្រណាអញ្ចឹង2 ម៉ែត្រគីបអូខេយើងគិតថាយកប៉ុណ្្នឹងចុះណាអូខេ2 ម៉ែត្រគីបអញ្ចឹងតឹងយើងមិនតឹងយើងគឺ1 ម៉ែត្រណាអញ្ចឹងខ្ញុំធ្វើការគូសមក
ខ្ញុំធ្វើការគូសមកហើយត្រង់នេះខ្ញុំបែរ1 ម៉ែត្រអូខេយកប៉ុណ្ណេះមកអូខេគឺបានបែបនេះហើយបដ ாய் septic របស់យើងមិញមែនណាបដ ாய் របស់យើងគឺ2 ម៉ែត្រអូខេអញ្ចឹងខ្ញុំធ្វើការគូស2 ម៉ែត្រមកខ្ញុំគូសត្រង់នេះសិនណាខ្ញុំភ្ជាប់វាសិនចង់នៅត្រង់ដល់ត្រង់នេះនេះ2 ម៉ែត្រអញ្ចឹង2 ម៉ែត្រខ្ញុំគិតថាគុណនៅតែធំ2 ម៉ែត្រអូខេ2 ម៉ែត្រគឺដល់ណានេះឃើញទេអញ្ចឹងយើងមូមានថាយើងមូទៅមួយ septic ហ្នឹងកលមកក្នុងតិចមកអូខេយកដល់នេះមកអូខេតាំងនេះមកណាហើយ septic យើងយើងមាន 3 port ចឹងនេះគឺ port ទី1ហើយយើងធ្វើ port ទី2ចឹង port ទី2បងប្អូនដែលគាត់វិស្វករគាត់ដឹងហើយគាត់ថាយើងធ្វើមិនដើម្បីឃើញ port ទី2អញ្ចឹងបើតាមខ្ញុំបើផ្សោតខ្ញុំគឺខ្ញុំយក L អូខេ L តូចណាសំទោសគឺ L ធំស្មើនឹង L តូចចែកជា2បូក L ណាអូខេអញ្ចឹង L តូចគឺនេះ L តូចអូខេ L តូចហ្នឹងចែកជា2អូខេអញ្ចឹងនេះយើងចង់បាន L ធំនេះណាអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំសុំប្រើមួយអូខេណានេះដូចជាប្លុកនេះណាអញ្ចឹងប្លុកនេះរូបមុនមិនយើងស្មើនឹងL អូខេ L total ស្មើនឹង L ទូចអូខេចែក2ហើយយើងបូកនឹង L តូចវិញណាអញ្ចឹងមិនស្មើអញ្ចឹងពីត្រឹមនេះណាពីត្រឹមនេះរហូតមកដល់ត្រឹមនេះគឺអីគេណានេះដល់ត្រឹមនេះគឺ L តូចអូខេអញ្ចឹងបើយើងចង់បានពីត្រឹមនេះមកនេះអីគេឡើយហ្នឹងពីត្រឹមនេះគឺ L អូខេដល់ត្រឹមនេះណាត្រឹមនេះគឺស្មើនឹងយើងយក L នេះយក L តូចនេះចែកជា2មកហើយបូក L អញ្ចឹងមានតែឃើញ L ធំហើយអូខេអញ្ចឹងមានន័យថាឡើយនេះគឺ L ចែកជា2ណាឡើយនេះ L ចែកជា2អញ្ចឹងមានន័យថាអានេះ2 ម៉ែត្រយើងចែកជា2ចេះហើយហើយតែយើងរំកិលមានន័យថាយើងកលត្រង់ចំណុចនេះមកមុខចេះមកហ្នឹង L ចែកជា2ឯងអូខេអញ្ចឹងយើងចូលទៅជាក់ស្ដែងអូខេអញ្ចឹងខ្ញុំយក L ចែកជា2អូខេណាខ្ញុំសុំ copy តែម្ដងទៅអញ្ចឹង L ចែកជា2ខ្ញុំមូពីត្រង់ចំណុចនេះដល់ត្រង់ចំណុចនេះនេះឥឡូវឧទាហរណ៍ថាខ្ញុំសុំភ្ជាប់នេះទៅនេះទៅណាហើយយើងធ្វើការ copy អូខេខ្ញុំ copy មកអូខេនេះនៅត្រង់ចំណុចនេះគឺមានន័យថា L total ហើយណានេះពីត្រង់ចំណុចនេះមកដល់នេះគឺ L total ណាហើយបងប្អូនអាចចូលទៅមើលរូបមន្តបាននៅសភៅតើតើសភៅ sizing septic tank ណាសភៅ sizing septic tank ហើយមួយទៀតខ្ញុំសុំមើលសភៅក្រសួងដែរសភៅក្រសួងគឺគេមានទំហំស្រាប់បងបើ3 ម៉ែត្រគីបគេមានទំហំឲ្យយើង select 3 ម៉ែត្រគីបប្រមាណគុណប្រមាណហ្មងណាប៉ុន្តែនេះខ្ញុំបង្ហាញនៅក្នុងសភៅ BS ណាហើយ sizing septic tank អត់សំទោសមែន BS ហើយបងប្អូនអាចចូលទៅឆែកបានដូចជានៅ plumbing Unicode ទេណាបងប្អូនអាចចូលទៅឆែកបានបើមិន plumbing Unicode ក៏ហើយ international plumbing ដែរណាអូខេអញ្ចឹងខ្ញុំមកខាត់ពេកអញ្ចឹងនៅត្រង់នេះគឺ L total ណាគឺ3 ម៉ែត្រអញ្ចឹងខ្ញុំសុំពុះខណ្ឌពាក់កណ្ដាលឬក៏ខ្ញុំចង់ពុះចេះទៀតក៏បានដែរណាឬក៏ដាក់មួយមុខទៀតមួយកង់ទៀត
mà vì về anh bị nè ok chẳng nhầm xong pu nhầm xong cô một này mà nè ok mà chọn được tròn này mùi hay này nhầm cô đòn này máu ok hay khăn này chẳng lại ok mà làm này rồi cô lại nhầm lục chính hay okยังมาแบบนี้จังยังต้องมา 3D ดีเด้อนะเนี่ย 3D เนี่ยในตรงนี้เอาเคยเด้เนี่ยกันเนี่ยคือยังตอนบานกูจริงจังเด้เนี่ยตรงนี้จังเอาทางยำจังตะเละเวียมากราวดิมาโอเคสมโตเนี่ยยังเธอการในเรื่อง 3D กับบ้านอะไรเด้จังในหลายนี้ยำเยอะโดมันเนี่ยโอเคในตรงนี้นะในตรงนี้ยำดัดโดมาปอนปรามรอยมาโอเคคือมันแบบนี้โอเคให้ยืนcho từ lại ao bao giờ mình trắng dương như tại tên dương mình đang dương mạch vào men hole đấy cứ dương vào clean eye cái clean eye em vô clean eye nơi trong nội nhưng mà pra tầm lòng tới nè trang em xong vô clean eye đấy nhưng mà pra tầm lòng tới này clean eye đấy hay em xong dùng đạn này titan này muối ok hay này titan này muối tiết hàng này muối tiết pi titan nè sau đó cứ bay clean eye nè hay chuyện từ tới hiệnในตรังนี้นะในตรังนี้คือยังก็ทำไว้จังสวยในกราวสวยในตรังเนี่ยจังยังสวยกากันมวยมาให้โอเคคือแบบนี้นะให้มวยติดยังมันตอนบานยังถับบาดนะยังให้ถับบาดสับปิกบาเยอะเนี่ยบางคนจะมือsection มาเนี่ยบาดอะไรนี่คือยังตอนมีบาดได้ให้กำรับก็ยังตอนมีไหนนะกำรับก็ยังตอนมีได้จังยังสวยกากูบาดสับปิกจังยังจอม structure ให้คำยกเปียทา floor นะให้ขนม floor ก็ยัง floor มีจานยังมี floor จานในตรงนี้นะยังมี structure ยังมี architect ยังมี slab ยังมี slab โอเคจังยังยก floor บอ structure มาจังยังยกโอเคยังยกตรงแต่แล้วเรายังยก S1 nàyจัง S1 ยังจอม edit ท้ายเป็นอะไรจอม edit ท้ายให้คือโหลดแต่งแบบนี้มวยให้admin มันใหญ่จังบางคนได้มันตอนบ้านตัวสนานwithout บอ admin จะต้องจมูกหนึ่งการ detail การ add material การประโจ parameter จะต้องจมูกหนึ่ง floor จมูก wall จมูกบางคนอาจจะตัวสนานบ้านน้อง channel บอ admin โอเคยังจังยังประตูมาติดจังจะต้องจมูกหนึ่งหลาย type นะหลาย type นี้โดย admin อันประโยชน์จังปี without มวยตัว without มวยខ្ញុំតែងតែបញ្យល់ដូចលក្ខណៈយើងដាស់កុំឲ្យតែផ្លិចអូខេអញ្ចឹងខ្ញុំចង់បង្កើតនេះខ្ញុំចង់បង្កើតឈ្មោះថ្មីក៏ប៉ុន្តែខ្ញុំច្រឡំប៉ារ៉ាម៉ែត្រមានន័យថាអូថូថាបើខ្ញុំបង្កើតថ្មីឈ្មោះថ្មីហើយក៏ប៉ុន្តែប៉ារ៉ាម៉ែត្រដែលឈ្មោះចាស់ហ្នឹងគឺប៉ារ៉ាម៉ែត្រនៅដដែលអញ្ចឹងណាអញ្ចឹងអូខេខ្ញុំសូមចុចកន្លែង display ណាសូមទោះកន្លែង duplicate អូខេយើងคลิกកន្លែង duplicate គឺលោតឈ្មោះថ្មីឲ្យយើងបញ្ចូលថ្មីមកអញ្ចឹងអូតូថាខ្ញុំដាក់ថាsubtic ណា subtic អូខេ subtic tank អូខេ subtic tank បានមកគីបអ្នកនរគ្នាឥឡូវខ្ញុំអូតូខ្ញុំដាក់2មកគីបអូខេខ្ញុំដាក់ថា2មកគីបអូខេសុំទោសហើយដាក់2មកគីបអូខេអូខេ2 mat keep ខ្ញុំចុចអូខេអញ្ចឹងឃើញទេតើតើជាមួយនឹង structure នេះ align structure តើតើជាមួយនឹង thickness របស់វាគឺ220ដែរទេសំទោសគឺ120ដែរទេអញ្ចឹងបើខ្ញុំចង់បាន200អញ្ចឹងធ្វើម៉េច200ខ្ញុំចូលមក align edit អូខេមើលតាមម៉ៅរបស់ខ្ញុំមកបងប្អូនអញ្ចឹងខ្ញុំ click មួយអូខេអញ្ចឹងនៅក្នុងនេះគឺយើងអាចបញ្ចូលតើជាមួយ material អញ្ចឹងតើបងប្អូនខាងសំណង់ civil គាត់ដឹងហើយតើ material ជាមានច្រើននៅក្នុងនេះណា
rồi những tua tại tôi cho mình khang rồi vì sao có sầm nong gì vỡ mang quạt đằng thế ấy khi mà vô tại tôi cho mình nâng cho material ấy chẳng nè chẳng là bây giờ cho bán một con một hàng cào mà này lại mai admin ấy một con insert má nè bây giờ insertให้ reload នៅកន្លោនេះបងប្អូនមើលឡើងនេះណាមាន1មាន2មាន3យ៉ាងតែហើយនេះអាឡែងទី4នេះកន្លែងនេះបងប្អូន click មកជាប្រភេទអីគេជា finishing មាន structural យើងមានច្រើននៅក្នុងហ្នឹងឥឡូវឧទាហរណ៍ថាវាជា structure ណា structure ក៏ប៉ុន្តែ material គឺផ្សេងណាគឺផ្សេងឡើងនេះគឺយើង select material អញ្ចឹងបងប្អូនចង់បាន material បងប្អូន click នៅឡើងមក admin បង្ហាញនេះមកពេលដែល click មួយហើយនឹង show display មកមួយទៀតទេវានឹងលុតផ្ទាំងឲ្យយើងមួយទៀតអូខេគឺ material browser ណាពេលបាន material browser ពេលបងប្អូនចង់បាន material ផ្សេងនេះគឺមានន័យថាខ្ញុំបានបង្កើតហើយនៅក្នុងការងាររបស់ខ្ញុំណាគឺខ្ញុំបានបង្កើតឲ្យមាន floor មាន glass មាន rough floor អូខេមាន beam មាន column មាន piping មានច្រើនអញ្ចឹងឧទាហរណ៍ថាបងប្អូនចង់បានថ្មីណាចង់បានថ្មីបងប្អូនមកខាងក្រោមកន្លែង material library ឃើញទេនៅក្នុងនេះបងប្អូន click មួយមកបងប្អូនយក new create new material ណាបងប្អូន create មួយមកវានឹងលុតឈ្មោះឲ្យយើងមួយឯងអញ្ចឹងឧទាហរណ៍ថានេះឃើញទេឃើញឈ្មោះហើយអញ្ចឹងបងប្អូន rename មកឥឡូវឧទាហរណ៍ថាខ្ញុំដាក់ subject ទាំងអូខេខ្ញុំដាក់ subject ទាំង se អូខេខ្ញុំដាក់ subject អូខេ subject ទាំងsubject ហ្នឹងអូខេពេលបានប៉ុណ្ណេះហើយ material យើងអត់ទាន់បានរកទេណាអញ្ចឹងខ្ញុំទៅរកមក subject ទាំងខ្ញុំមិញសិនហើយពេលដែលយើង click មួយហើយគឺវាលោតផ្ដាច់ទៅបាត់ណាអញ្ចឹងខ្ញុំសុំ search មក search បាន subject ទាំងណាខ្ញុំ search មួយ subject ទាំងណា subject ទាំងអូខេនេះ subject ទាំងអញ្ចឹងនៅត្រង់នេះខ្ញុំសុំបដូរ material នេះ line នេះយើងអត់ដឹងថា material ហ្នឹងឈ្មោះអីទេខ្ញុំចង់ដាក់ concrete ឬក៏ជាប្រភេទ plastic អីចឹងជាដើមណាខ្ញុំគ្រាន់តែបញ្យល់ទេអញ្ចឹងដើម្បីបាន material ជាប្រភេទ plastic ឬក៏ជា concrete ឬក៏ជាconcrete in place អីជាដើមហ្នឹងបងប្អូនចូលមកកន្លែងតែតើទៅជាមួយនឹង open close access browser ណាបងប្អូនចុចមួយមកពេលដែលចុចហើយបងប្អូនឃើញ access browser នេះអញ្ចឹងបងប្អូនអាចរើសបាននៅហ្នឹងមាន ceiling មាន concrete មាន default មាន floor plan ណាវាមាន glass មាន liquid ណាវាមាន insulation វាមានច្រើនមានកញ្ចក់ណាមាន plastic មាន rough string ណានៅហ្នឹងមានច្រើនមានជា wood អូខេមាន wall pan មាន wall cover វាមានច្រើននៅក្នុងហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំយកជាប្រភេទ concrete ហើយនៅក្នុង concrete គឺមានច្រើនប្រភេទ concrete ណាបងប្អូនអាចដាក់ឈ្មោះទៅតាមការគិលរបស់បងប្អូនបានក្នុងហ្នឹងឧទាហរណ៍ថាបងប្អូនការគិលជាប្រភេទ concrete ប៊ីតុងហ្នឹងប្រហែលមេហ្គាប៉ាស្កាល់ឧទាហរណ៍មាន60ណាមាន60មាន35ហ្នឹងតើដែរបងប្អូនខាងសំណងស៊ីវិលមកគាត់ដឹងថាកំណត់ប្រមាណប៉ាស្កាល់មាន35ប៉ាស្កាល់មាន30ប៉ាស្កាល់អីចឹងណាហ្នឹងតើបងវិស្វករសំណងតែឥឡូវយើងចូលការងាររបស់យើងវិញខ្ញុំ select យកត្រឹមតែជាប្រភេទ concrete model in place ណាខ្ញុំ check មើល concrete model in place មួយនៅក្នុងនេះដូចជាខ្ញុំ rename ឲ្យអស់អូខេអញ្ចឹងខ្ញុំយក concrete ឡាយនេះមួយទៀតណាហើយខ្ញុំចុចលេខសញ្ញាព្រួញមានន័យថា replace to create ហ្នឹងចុចមួយមកពេលចុចមួយហើយ material ហ្នឹងនឹងលុតចូលមកត្រង់ចំណុចនេះហើយនេះវាកំពុង upload មកហើយបងប្អូនអាចសេរីបាននៅ line graphic បងប្អូនចង់ដាក់ជាប្រភេទ hatch ណានៅ line នេះយើងក៏អាចបង្កើត hatch ខាងក្រៅដើម្បី import ចូលមក hatch នៅក្នុងនេះបានដែរចំពោះបងប្អូនដែលចង់បាន hatch ថ្មីណាអូខេអញ្ចឹងយើងចូលមកខ្ញុំយកជាប្រភេទ hatch ជា concrete អូខេខ្ញុំចង់មកជា concrete អូខេនេះមួយនេះណាខ្ញុំចង់បានមួយនេះហើយខ្ញុំចុច apply អញ្ចឹងកន្លែងនេះកន្លែង color ខ្ញុំចង់បាន
នេះហាច់ខាងក្នុងពណ៌ខ្មៅអូខេខ្ញុំចុចអូខេមកពណ៌ខ្មៅហើយខ្ញុំចុច apply អូខេបានប៉ុណ្ណេះហើយខ្ញុំចុចកន្លែងនេះគឺដាក់កម្រាស់ណាមានថាកម្រាស់របស់septic ហ្នឹងណាមានន័យថាបងប្អូនមាន concrete នេះមកជាន់ហើយអញ្ចឹងបងប្អូនមានសាច់បោកមានអីទៀតបងប្អូនអាច add ថែមអូខេអញ្ចឹងតែ video នេះគឺយើងធ្វើតែ concrete ទេអញ្ចឹងនេះខ្ញុំទុកតែ structure 1 concrete 120នេះទេអញ្ចឹងខ្ញុំសូមលុបវិញខ្ញុំគ្រាន់តែបង្ហាញបងប្អូនទាំងអស់គ្នាទេហើយខ្ញុំសូមលុបវិញសិនណាហើយខ្ញុំចុច apply ហើយខ្ញុំចុច apply ហើយខ្ញុំចុច OK អូខេពេលបានបណ្ដឹងហើយបងប្អូនចូលមកកន្លែងនេះមកខាងលើកន្លែងម៉ៅរបស់ខ្ញុំណាបងប្អូនយកពាក្យអីក៏បានដែរតែបងប្អូនគូបាននៅក្នុងហ្នឹងវាមាន function ច្រើនមាន line មាន rectangle មាន center មានអីចឹងទៅអញ្ចឹងខ្ញុំយក rectangle អូខេខ្ញុំគូសមួយមកខ្ញុំគូសពីចំណុចនេះណាខ្ញុំគូសពីចំណុចនេះចំណុចចាប់ផ្ដើមរបស់ខ្ញុំហ្នឹងពីចំណុចនេះខ្ញុំគូសមកដល់ខាងនេះណាអូខេបានប៉ុណ្ណេះអញ្ចឹងប៉ុណ្ណឹងបងប្អូនចុច finish ក៏បានឥឡូវឧទាហរណ៍ថាខ្ញុំចុច finish អូខេគឺបានបែបនេះហើយកុំតែយើងអត់ទាន់ឃើញទេឃើញទេខ្ញុំចូលមក section មួយសិននេះគឺនៅខាងលើអញ្ចឹងបើបងប្អូនចង់បានឲ្យនៅខាងក្រោមបងប្អូនយកពាក្យថា offset មកណាឥឡូវឧទាហរណ៍ថាខ្ញុំ offset ចុះមកក្រោមមែន1500ណានេះគឺផ្ដាច់បាត់គឺវារត់មកអូតូអញ្ចឹងយើងមិនបាច់ទេខ្ញុំសុំអូខេគឺបែបនេះហើយមួយទៀតខ្ញុំ copy ក៏បានដែរណាខ្ញុំ copy មកអូខេហើយខ្ញុំ pass កន្លែងនេះកន្លែង pass ដូចខ្ញុំបានបញ្យល់ដែរគឺឲ្យ pass select level ណាក៏ប៉ុន្តែនៅក្នុងនេះគឺអត់ឲ្យ select level ទេគឺដោយសារតែ septic នៅក្រោម level ណាឥឡូវខ្ញុំសុំចូលមក John G អូខេបែបនេះណាហើយកន្លែងនេះខ្ញុំសុំបដូរត្រង់ចំណុចនេះហើយយើងមក section វិញអូខេកន្លែងនេះគឺ error នេះមិន error មានន័យថាពេលយើងចង់ឲ្យ slab នេះចុះមកក្រោមនេះគឺអត់កើតទេអញ្ចឹងខ្ញុំសុំ control set ទៅវិញអូខេបែបនេះខ្ញុំសុំឆែកមើលតិចអូខេនៅកន្លែងនេះបងប្អូនអាចធ្វើការ move ចុះក្រោមក៏បានដែរនេះណា move ក៏បានដែរណាអត់អីទេនេះឃើញទេឃើញអត់សល់ elevation ទេឃើញទេអញ្ចឹងគឺយើងបានបែបនេះហើយអញ្ចឹងឲ្យខាងលើនេះបងប្អូនអាច copy ខាងនេះទៅលើក៏បានដែរណាអញ្ចឹងខ្ញុំមក 3D តិចទៅអូខេនេះ septic របស់យើងនៅខាងនេះហើយតើតើជាមួយនឹងទឹកស្អាតណាទឹកស្អាតឡើយនេះគឺយើងចូលជាមួយ septic ឯងអញ្ចឹងយើងចាំកែតាមក្រោយតែឥឡូវខ្ញុំសុំគូសឡើយនេះមួយអូខេ piping ខ្ញុំសុំបដូរកន្លែងតើតើជាមួយនឹង display ខ្ញុំសុំបដូរមក plumbing អូខេសុំបដូរមក plumbing នេះតើតើជាមួយនឹង slope ខ្ញុំសុំបើកមុខកញ្ចក់ទៅកន្លែង slope តិចណានៅត្រង់នេះខ្ញុំសុំបើកមុខកញ្ចក់ទៅ slope តិចអូខេត្រង់នេះអត់ឃើញអូខេនៅត្រង់នេះខ្ញុំសុំបើកមុខកញ្ចក់ទៅកន្លែង slope តិចមួយទៀតនេះបងប្អូនដែលបាន template ពីខ្ញុំណាដែលអត់បានចេះប្រើខ្ញុំបញ្យល់តិចអូខេមានន័យថាពេលដែលខ្ញុំយក section ពេល section ខ្ញុំយកកន្លែងត្រង់ចំណុច view template នេះកន្លែងហ្នឹងមានន័យថាបងប្អូនយក auto P បើ P គឺ plumbing ឯងអញ្ចឹងបងប្អូនចុចលើវាមួយមកយើងគួរគេការងារទៅជាមួយការងារ swag ឯងអញ្ចឹងនៅនេះយើងឃើញតែcool water pipe ឯងអញ្ចឹងខ្ញុំចង់ឃើញ swag ដែរអញ្ចឹងបងប្អូនចូលកន្លែងហ្នឹងមកហើយបងប្អូនយកពាក្យថាតើជាមួយនឹង filter ណា filter មកពេល load filter ហើយគឺបានបែបនេះអញ្ចឹងបងប្អូនត្រូវតែបង្កើតនេះគឺ name ណាបងប្អូនបង្កើត filter មកអូខេអញ្ចឹងខ្ញុំ select មកលើតននេះខ្ញុំ select អូខេខ្ញុំ select ហើយអស់ហើយខ្ញុំចុច apply អូខេនេះឃើញអូខេក៏យើងធ្វើបែបនេះ
ហើយខ្ញុំសូមបើកបំពង់កញ្ចក់ទៅ line slope តិចមិញខ្ញុំបានប្រាប់ហើយអញ្ចឹងហើយនៅ line slope នេះពេលដែលយើងយក slope នៅត្រង់ចំណុចនេះណាពេលយើងយក slope នៅត្រង់ចំណុចនេះបើបងប្អូនយកជ្រៅពេកគឺ slope ចូល subtick ក៏ជ្រៅដូចគ្នាដែរនៅត្រង់ចំណុចហ្នឹងណាអញ្ចឹងយើងអាចលើកឡើងតិចក៏បានឥឡូវខ្ញុំសុំឆែកតិចថាយើងអាចលើកកើតអត់នេះតើតើជាមួយនឹងselect នេះសំទោសsoi អាចលើកឡើងតិចឥឡូវលើកឡើងតិចមកអូខេត្រង់នេះគឺមានន័យថាប៉ះជាមួយនឹង object មួយណាឲ្យបានshow ឲ្យអញ្ចឹងណា error នេះឃើញអត់ error connect ឃើញអត់អញ្ចឹង escape មកនេះ error នៅត្រង់ចំណុចនេះឃើញអត់អូខេអញ្ចឹងប៉ុណ្ណឹងចុះហើយយើងកាត់នៅ line នេះវិញហើយខ្ញុំសុំគូ line នេះចុះមកក្រោមតិចមកអូខេខ្ញុំយក draw pi ណាគូចុះមកក្រោមប៉ុណ្ណេះហើយនៅត្រង់នេះខ្ញុំចង់ដាក់ ty ក៏បានដាក់ t ក៏បានឥឡូវខ្ញុំសុំចុចសញ្ញាព្រួយនេះមួយបង្កើតទៅជា t សិនណាអូខេត្រង់នេះគឺ t អញ្ចឹងបើខ្ញុំចង់បាន ty អូខេខ្ញុំចង់បាន ty ខ្ញុំយកប្រភេទមួយនេះមកនេះគឺជា t ហើយមួយទៀតគឺ ty ណាខ្ញុំសុំឆែកមើលតិចអូខេ ty នេះគឺ t ទេមិនមែន ty ទេអូខេនេះនៅក្រោមត្រង់នេះអូខេនេះគឺ ty ហើយខ្ញុំសុំកលមុខតិចមកអូខេបែបនេះហើយខ្ញុំចុះមកក្រោមបន្តិចអូខេបានបែបនេះហើយចឹងខាងនេះក៏អញ្ចឹងដែរណាខាងនេះក៏យើងប្រើដូចគ្នាដែរក៏ប៉ុន្តែតើតើជាមួយនឹងទីយោឆ្លង port បងប្អូនត្រូវតែយកនេះខាងក្រោមទីយោសយនេះមកទីយោឬក៏ពាក់កណ្ដាលទីយោទៅតែយើងកុំឲ្យខាត space ខ្ញុំយកតែពាក់កណ្ដាលទីយោទេណាឥឡូវខ្ញុំចូលមកតាមចំណុចនេះហើយយើងត្រូវតែឆ្លង slope នេះឲ្យត្រង់ម្នេះមកហើយចាំឆ្លងម្នេះមួយទៀតអូខេអញ្ចឹងខ្ញុំធ្វើការគូសមកខ្ញុំសុំយក line គូសប្រយោជន៍ត្រង់គ្នាមួយអូខេអញ្ចឹងខ្ញុំមក section អូខេ section គឺខ្ញុំសុំប្រយោលមួយទៀតដូចគ្នាណាខ្ញុំគូសមកត្រង់ចំណុចនេះនៅត្រង់នេះឃើញពាក់កណ្ដាលទៅយកអញ្ចឹងឲ្យបងប្អូនមូចាំមកក្រោមក៏បានដែរអីទេណាខ្ញុំយកពាក់កណ្ដាលទៅយកចាំមកហើយនៅត្រង់នេះខ្ញុំសុំប្រើដូចមិញដែរអូខេនេះហើយខាងនេះក៏ដូចគ្នាណាខាងនេះខ្ញុំគូចឹងដែរមកខ្ញុំបដូរដែរអូខេគឺបែបនេះសិនមកណាហើយមួយនេះក៏អញ្ចឹងដែរយើងត្រូវចាំមកក្រោមដល់នេះក៏បានអត់អីទេប៉ុណ្ណេះមកហើយបងប្អូនធ្វើតាមបច្ចេកទេសស្តង់ដារណានេះខ្ញុំគ្រាន់តែគូត្រាស់ប្រាប់បងប្អូនទេអូខេខ្ញុំចូលមកប្លង់បាតវិញនេះឃើញអត់នេះគឺខុសអញ្ចឹងបងប្អូនអាចម៉ូមកឬក៏បងប្អូនចង់ឲ្យវាមក up ជាមួយនឹងត្រង់ចំណុចនេះបងប្អូនអាចនេះ align យើងហៅថា align ណា align មកអូខេខ្ញុំចុចសុំ align តិចមកខ្ញុំ align អូខេបែបនេះហើយខ្ញុំសុំ copy អូខេខ្ញុំ copy មកឬក៏ខ្ញុំ move មកដាក់ត្រង់ចំណុចនេះនៅត្រង់នេះដាច់បាត់ហើយគឺលុបចោលទៅអូខេយើងមក view វិញមកនេះគឺបាត់ហើយអញ្ចឹងបងប្អូនអាចគូសបានតែអីទេខ្ញុំគូសមកត្រង់ចំណុចនេះមកអូខេបែបនេះហើយខាងនេះបែបនេះដែរមក
hay xu tham mấy ban pi năng level rồi tại sao đây thì vô nè quay bao nhiêu nó lừa vô soi nó chuyện mà thì vô chẳng bông ôn thử tại cả kill thì chứ này cả kill slow cả kill ai ban trăm trời ok chẳng ban bạn này má hay xem tốt nhưng mà lại bây giờ ní cứ ọt như thế chẳng nhầm cho mà lại áo nè hơi khi nhầm cho lành má nhầm vô trong đấy cứ áo chẳng nhưng ai tiền chạy tới của bạn là đây đấy nhầm chụp này ní cứ luật error cancel hay dừng mù đấy nè bên này má error thì đấy chắc ok chẳng phần năng tới hơi ơi trong thua ca một hàng này mới tiệt nè một hàng đấy một con chơi tay giờ tiếp riêng từ dụ mới ní mà từ dụ thì kia chẳng ơi nhưng mà hai một con tích chân đấy khi mà hai một con tích chứ ok nhưng cô má cô pt tăng một tí tăng đấy ok đấy cứ video auto mình là việc connect cho mùi năng clean out vào dương auto chẳng nhầm xong chạy lại này tích nè connect cho mùi clean out dương auto nè tao này này mình ok nè cái gần này chứ khi gần đây cho mình clean out ấy nè clean out vào dương ạ nè nhầm chơi nên trong đấy đây chỉ ăn khơi nhà bột cho cào chứ nhầm trộn á nhầm cú tin một cào á nhầm trộn lại nêm á hay nhầm cú tin một cào á các bạn này đấy error thiệt nè nhầm lục trên má hay nhầm trộn cho một cào má ok bạn mới hơi khăn này là đấy ok khăn này đấy ok bạn này má hay ok nhầm xong bắt đầu ok khăn này mới trước khi mà là nữa ok bạn đấy ok hay nhầm xong bắt đầu lại niềm mới tiết nó hay là mà ok dương các bạn này hay chẳng cho mà lại áo thì hay nhé hay mới tiết một con cung hoàng một mắt một con cung hoàng một mắt nhầm cung hoàng một mắt tránh cho slow mỗi việc rồi ok đậm bê cho từ lưu sao thì nặng bao giờ nhầm cung má ok nhầm có tham đo trong này nó nhầm tục trong chuẩn bị đi sân cho ok với các bạn này thấy hay em mình này quánh ok nè là về lại nè hay nhá khi là về lại ní nhầm chạy với slow sân lại ní khi nhá nè khi có slow ấy khi mình lấy slow không khi thắc khâu này cho quanh nè hay nhá lại ní các bạn thì chẳng xem xong delete với hay nhầm cho tới lại ai nữa hay xem cho piping mà tại ok nhầm cho piping nhầm cho slow down và nhầm cho slow up ok mà đo trong này đi hết xem tục môi trong này như thế hay nhưng mà ví dụ ok bạn nói ok hay tự động môi level và ôn này sẽ level lại tới nè chẳng ấy khi em số bậc hai bóng ôn tí tới nè lại ní nè nè tới cho một cái đầu mình tích mà chẳng ấy khi em xong mù cho mong đây hiện liên tích hay khăn đấy cùng té ở căn nghe chạy anh bông ôn thời tại các kill slow này bàn tầm tới hay bên này chắc nè hay trâu nó trong này má ok bạn lấy hay lần lượt tới ok em xong bắt đầu má ok các bạn này hơi mới tiết nè tặc sỏi ở xong tôi tặc sát ở ai nhang pa hay ai nhang pa cho mình sắp tích bài gì ấy ok chẳng ở bông ôn ở rip choมัน á
មានន័យថារៀបចំឲ្យស្អាតឲ្យត្រូវមកអូខេអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងហើយពួកយើងចាំជួបគ្នានៅវីដេអូក្រោយទៀតចំពោះការងារ electrical system ណាយើងចូលទៅ electrical system ទាំងអស់គ្នាអរគុណជួបគ្នានៅវីដេអូក្រោយ